ជំរាបសួរបងប្អូនអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើសំណួរដែលខ្ញុំបានប្រឡងហើយដើម្បីចងចាំហេតុអ្វីបានជាបុព្វបុរេប្រវត្តិយករូងភ្នំឬសង់ខ្ទមខ្ពស់ធ្វើជាលំនៅស្ថានបានជាបុព្វបុរសបុរេប្រវត្តិយករូងភ្នំឬសង់ខ្ទមខ្ពស់ធ្វើជាលំនៅស្ថានព្រោះដើម្បីបង្ការទឹកជំនន់និងដើម្បីនឹងការពារខ្លួនពីសត្វកាចសាហាវចូលរៀបរាប់អំពីការទទួលខុសត្រូវរបស់អ្នកក្នុងនាមជាសិស្សការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាសិស្សគឺស្ដាប់ដំបូន្មានរបស់គ្រូធ្វើតាមគ្រូស្ដាប់គ្រូពេលគ្រូបញ្យលមេរៀននិងខិតខំរៀនសូត្រដែលយកចិត្តទុកដាក់តាមមនុស្សបុរេប្រវត្តិប្រកបរបរចិញ្ចឹមជីវិតដូចម្ដេចលុះក្រោយមកពួកគេចេះធ្វើអ្វីទៀតដើម្បីចិញ្ចឹមជីវិតមនុស្សបុរេប្រវត្តិប្រកបរបរចិញ្ចឹមជីវិតដោយនេសាទបរបាញ់សត្វនិងបេះផ្លែឈើធ្វើជាអាហារលុះក្រោយមកពួកគេចេះដាំដំណាំនិងចិញ្ចឹមសត្វសំមួយនឹងហើយសំមួយនឹងទៀតទេឆ្លើយត្រូវចាតើប្រទេសកម្ពុជាមានស្ថានីយបុរេប្រវត្តិអ្វីខ្លះប្រទេសកម្ពុជាមានស្ថានីយបុរេប្រវត្តិជាច្រើនដូចជាស្ថានីយមលូព្រៃស្ថានីយលាងស្ពានស្ថានីយព្រែកឆឡងស្ថានីយសំរោងព្រែកឆ្លងស្ថានីយព្រែកឆ្លងស្ថានីយសំរោងស្ពាននិងអន្លង់សំរោងសែននិងអន្លង់ផ្ដៅស្ថានីយភ្នំក្បាលរមៀលស្ថានីយចុងក្រោយគេព្រះនេត្រព្រះអូខេអរហើយបងប្អូនញាតិបងប្អូនទាំងអស់គ្នា